មុខម្ហូបវិលជុំសម្រាប់គ្រួសាររបស់ខ្ញុំថ្ងៃនេះអត់មានអីប្លែកទេបងប្រភេទស្លម្ជូរធម្មតាដែលជាប្រភេទស្លម្ជូរត្រីប្រឡាក់ដែលខ្ញុំយកមកប្រឡាក់ហាងថ្ងៃមុនហ្នឹងបងទាំងអស់គ្នាហើយថ្ងៃនេះបានយកមកស្លហើយថ្ងៃនេះបានស្លជាមួយនឹងទឹកគួនហើយនឹងទងល្ពៅហើយនឹងត្រួយអំពិលនិយាយពីថាមកមុខនេះបងអើយញ៉ាំជារៀងរាល់ថ្ងៃក៏អត់ចេះធុញដែរហើយសម្រាប់ការស្លក៏ងាយទៀតចាគ្រាន់តែដាំទឹកឲ្យពុះបងគ្រឿងកាត់ឆ្អាបរបស់យើងមានម្ដេងក្រូចសើចគល់ស្លឹកគ្រៃដូចជាម្ទេសអីហ្នឹងពុះឲ្យជ្រុំប្រហុកហើយក៏ដាក់ត្រីចាដាក់ត្រីហើយដាក់គ្រឿងក្រូវស្ករប៊ីចេងទឹកត្រីតាមរសជាតិដែលយើងចង់បានមកបងនិយាយពីថាស្រួលស្លោហើយរសជាតិនិយាយពីថាឆ្ងាញ់តែម្ដងបងអើយញ៉ាំអត់ចេះធុញអត់ចេះទ្រាំទេសម្រាប់បញ្ជូរស្រែមកមុខនេះបងចង់យកទៅស្លជាមួយនឹងប្រភេទត្រីស្រស់ក៏បានចាប្រភេទក្បាលត្រីក៏បានហើយយកមកស្លជាមួយនឹងត្រីប្រឡាក់ដូចខ្ញុំបែបនេះទៀតបងអើយកាន់តែឆ្ងាញ់តែម្ដងហើយសម្រាប់បន្លែយើងអាចដាក់បានច្រើនមុខដូចជាផ្សិតដូចជាម្ទេសដូចជាបន្លែដូចខ្ញុំក៏បានដែរតកួនបូកជាមួយនឹងទងល្ពៅនិយាយពីថារសជាតិឆ្ងាញ់មែនតើបងនិយាយទៅដាក់ជាមួយនឹងបន្លែអីក៏ត្រូវជាតិដែរបងពិសេសបើបានផ្សិតច្បាងជាមួយនឹងម្ទេសហើយបងអើយកាន់តែជាតិតែថ្ងៃនេះគឺខ្ញុំអត់ស្លជាមួយនឹងផ្សិតច្បាងទេខ្ញុំស្លជាមួយនឹងតកួនហើយទងល្ពៅពីរមុខនេះក៏ជាតិឆ្ងាញ់ដែរចាសម្រាប់បន្លែពីរមុខនេះគឺថាត្រូវជាតិជាមួយនឹងត្រីប្រឡាក់តែម្ដងបងចាស្លម្ជូរត្រីប្រឡាក់ត្រួយអំពិលចាដាក់តកួនឬក៏ទងល្ពៅមកវាត្រូវជាតិជាងផ្សិតណាបងបើសិនជាយើងស្លប្រភេទក្បាលត្រីស្ដោអីយើងដាក់ផ្សិតអានឹងឆ្ងាញ់តែប្រភេទត្រីប្រឡាក់បែបនេះបន្លែបងគួរជ្រើសរើសប្រភេទតកួនប្រភេទទងល្ពៅដូចខ្ញុំវាត្រូវជាងណាចាបងអាចសាកស្លមួយមុខនេះបានចាវាប្រភេទស្លងាយស្រួលធ្វើតែសំខាន់រសជាតិរបស់គេគឺថាឆ្ងាញ់ណាបងអើយហើយសម្រាប់ការបងគឺខ្ញុំប្រើប្រភេទជីនាងវងចាខ្ញុំបងជីនាងវងណានៅពេលដែលបងជីទៅលក្ខណៈថាក្លិនរបស់វាគឺឈ្ងុយត្រូវជាតិគ្នាតែម្ដងរសជាតិគឺថាឆ្ងាញ់ណាបងអើយកុំភ្លេចសាកបងធ្វើទាំងអស់គ្នាចាត្រីប្រឡាក់បងចង់ប្រឡាក់ត្រីអីក៏បានដែរតែខ្ញុំចូលចិត្តស្លប្រភេទត្រីប្រឡាក់ដែលត្រីកញ្ចុះប្រឡាក់ខ្លួនឯងអត់សូវប្រៃបែបនេះរសជាតិគឺថាឆ្ងាញ់ខ្លាំងតែម្ដងបើបងទិញគេអាចនឹងរៀងប្រៃតែបើយកមកប្រឡាក់ខ្លួនឯងចេះទៀតស្លកាន់តែជាតិឆ្ងាញ់តែម្ដងអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងកុំភ្លេចសាកបងស្លមកមុខនេះទាំងអស់គ្នារសជាតិគឺថាឆ្ងាញ់